សហរដ្ឋអាមេរិកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីលោកត្រាំសន្យាសងសឹកចំពោះការបាញ់ទម្លាក់អូថូមភាគចក្រយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ investing.com បានឲ្យដឹងថាយោធាសហរដ្ឋអាមេរិកបានប្រកាសនៅយប់ថ្ងៃអង្គារថាខ្លួនបើកការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់ដើម្បីសងសឹកចំពោះការបាញ់ទម្លាក់អូថូមភាគចក្រអាមេរិកមួយគ្រឿងខណៈភាពតានតឹងនៅតំបន់ឈូងសមុទ្រប៉ែកនៅតែស្ថិតក្នុងកម្រិតខ្ពស់ការវាយប្រហារនេះបានជំរុញឲ្យអ៊ីរ៉ង់ធ្វើការឆ្លើយតបភ្លាមៗប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្ដីរបស់យោធាដែលបានរាយការណ៍ថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអាមេរិកជាច្រើនកន្លែងនៅក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាការឈ្លានពានរបស់អាមេរិកលើភាគខាងត្បូងអ៊ីរ៉ង់បញ្ជាការកណ្ដាលអាមេរិក CENTCOM បានបញ្ជាក់នៅពេលក្រោយថាកងកម្លាំងអាមេរិកបានបញ្ចប់ប្រតិបត្តិការវាយប្រហាររបស់ខ្លួនដោយបានកំទេចប្រព័ន្ធការពារដែនអាកាសមជ្ឈមណ្ឌលបញ្ជាការលើដីនិងស្ថានីយ៍រ៉ាដាតាមដាននៅជិតច្រកសមុទ្រ Hormuz ការវាយប្រហាររបស់អាមេរិកកើតឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានសន្យាថានឹងសងសឹកចំពោះការចោទប្រកាន់ថាអ៊ីរ៉ង់បានបាញ់ទម្លាក់អូថូមភាគចក្រ Apache របស់អាមេរិកនៅលើដែនអាកាសច្រកសមុទ្រ Hormuz កាលពីល្ងាចថ្ងៃច័ន្ទលោក Trump បានសរសេរនៅលើបណ្ដាញសង្គមបែបនេះថាកាលពីយប់មិញអ៊ីរ៉ង់បានបាញ់ទម្លាក់អូថូមភាគចក្រ Apache ដ៏ទំនើបមួយរបស់យើងខណៈកំពុងល្បាតនៅលើច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកត្រូវតែឆ្លើយតបចំពោះការវាយប្រហារនេះលោកបានបន្ថែមថាអ្នកបើកបរទាំងពីរនាក់នៅក្នុងអូថូមភាគចក្រនោះមានសុវត្ថិភាពចំនួនចុងក្រោយនេះបានធ្វើឲ្យក្តីសង្ឃឹមដែលថាអាមេរិកនិងអ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងមុននេះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់មានសញ្ញាវិជ្ជមានបន្ទាប់ពីអ៊ីរ៉ង់និងអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃច័ន្ទថានឹងផ្អាកការវាយប្រហារគ្នាទៅវិញទៅមកបន្ទាប់ពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹង Hezbollah នៅលីបង់លោកត្រាំក៏ធ្លាប់បានជំរុញឲ្យអ៊ីស្រាអែលអត់ធ្មត់មិនធ្វើការសងសឹកភ្លាមៗចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ដោយអះអាងថាសេតវិមានកំពុងជិតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានអំណាចខ្លាំងមួយលោកក៏បានអះអាងជាថ្មីថាសង្គ្រាមកំពុងខិតជិតទីបញ្ចប់ហើយច្រកសមុទ្រ Hormuz នឹងបើកដំណើរការឡើងវិញភ្លាមៗនៅក្នុងសន្និសីទនយោបាយតាមអនឡាញមួយកាលពីយប់ថ្ងៃច័ន្ទលោកត្រាំបានអះអាងថាសហរដ្ឋអាមេរិកបានកំទេចកងកម្លាំងយោធានិងថ្នាក់ដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ហើយថាសង្គ្រាមជិតឈានដល់ទីបញ្ចប់ដោយលោកបាននិយាយថាខ្ញុំគិតថាយើងកំពុងឈ្នះការប្រយុទ្ធនេះប៉ុន្តែជ័យជំនះពិតប្រាកដនឹងកើតឡើងក្នុងរយៈពេល2សប្តាហ៍ខាងមុខនៅពេលដែលយើងប្រកាសជ័យជំនះទាំងស្រុងដោយវានឹងកើតឡើងឆាប់ៗហើយតម្លៃប្រេងនឹងធ្លាក់ចុះខ្លាំងបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ